ការដាក់ពាក្យលុយពីការរបស់ខ្ញុំត្រូវបានគេបដិសេធហើយតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៀតគេឲ្យដាក់បណ្ដឹងបន្តប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចតើខ្ញុំត្រូវការមេធាវីឬក៏អ្នកតំណាងដែរទេក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អំពីរបៀបធ្វើការធ្វើបណ្ដឹងបន្តនៅពេលបន្ទាប់ពីយើងត្រូវបានបដិសេធពាក្យសុំលុយពីការរបស់ពូមីងតែអញ្ចឹងសូមកុំភ្លេចចុច like និងចុច share វីដេអូនេះផងបើសិនជាគាំទ្រខ្ញុំតែអញ្ចឹងគឺបន្ទាប់ពីយើងនេះហើយគេនឹងផ្ញើសបុតអញ្ចឹងនៅក្នុងសបុតហ្នឹងគេនឹងប្រាប់ថាអ្នកមានសិទ្ធិក្នុងការដាក់បណ្ដឹងតវ៉ាអញ្ចឹងពូមីងត្រូវតែដាក់បណ្ដឹងតវ៉ាវាអត់មានអីបញ្ហាអីដែលច្រើនហើយក៏មិនជាពិបាកធ្វើដែរយើងគ្រាន់តែរកអ្នកចេះអង់គ្លេសឲ្យគេជួយបំពេញឲ្យបំពេញអនឡាញក៏បានឬក៏បំពេញនៅក្នុងពាក្យដែលគេផ្ញើមកឲ្យយើងហ្នឹងក៏បានដែរចាអញ្ចឹងបន្ទាប់ពីបំពេញអនឡាញដាក់ពាក្យទៅគេហើយគេនឹងការណាត់ដល់ពូមីងក្នុងការដែលហៅទៅចូលរួមសវនាការហ្នឹងមានជម្រើសធ្វើតាមវីដេអូ call តាមទូរស័ព្ទឬក៏ទៅធ្វើនៅការិយាល័យ Social Security ផ្ទាល់អញ្ចឹងតាមមានអ្វីកាត់ឡើងនៅក្នុងសវនាការអញ្ចឹងនៅក្នុងសវនាការគឺមានចៅក្រមមានពូមីងដែលជាអ្នកតំណាងដាក់ពាក្យឬក៏មានមេធាវីមួយដែលពូមីងស្នើសុំអញ្ចឹងមេធាវីហ្នឹងពាក្យច្រើនគេមិនទាន់យកលុយពីយើងទេលុះត្រាតែគេឈ្នះក្តីយើងទៅគេចាប់ផ្ដើមយកលុយអ្នកខ្លះគឺគេយកជាលក្ខណៈភាគរយឧទាហរណ៍ថាពូមីងបានលុយឧបត្ថម្ភផ្នែកពិការគេនឹងកាត់យកភាគរយមួយខែឧទាហរណ៍ថា 20% 30% ហ្នឹងតាមកិច្ចព្រមព្រៀងរបស់ពូមីងជាមួយនឹងមេធាវីឬក៏បើពូមីងមិនចង់អស់លុយទេពូមីងក៏អាចរកនរណាម្នាក់ដែលជាមិត្តភក្តិឬក៏ជាកូនចៅរបស់យើងធ្វើជាអ្នកតំណាងជំនួសយើងក៏បានដែរអ្នកតំណាងហ្នឹងគឺដើរតួដូចជាមេធាវីអញ្ចឹងគេចឹងនៅក្នុងសវនាការចៅក្រមគេនឹងចាប់ផ្ដើមសួរពូមីងសំណួរគឺវាមិនមានអីពិបាកទេស្រួលដូចគ្នាដែលមីងបំពេញនៅក្នុងពាក្យអញ្ចឹងគឺគេសួរអំពីប្រវត្តិរបស់យើងអំពីប្រវត្តិការងារហើយនឹងម៉ោងការងារប្រភេទទូនាទីដែលយើងធ្វើការងារអញ្ចឹងដែលនៅក្នុងមួយថ្ងៃតើពូមីងធ្វើការងារ8ម៉ោងហ្នឹងតើឧទាហរណ៍ថាឈរប្រហែលម៉ោងដើរប្រហែលម៉ោងហើយលើករបស់ធ្ងន់ហ្នឹងទម្ងន់ដែលធ្ងន់បំផុតហ្នឹងប្រហែលគីឡូប្រហែលផោនអញ្ចឹងទៅចាអញ្ចឹងមូលហេតុអីដែលពូមីងជប់ធ្វើការដោយសារឈឺអីអញ្ចឹងគ្រាន់តែប្រាប់គេតាមសំណួរហ្នឹងទៅវាអត់មានអីច្រើនទេអញ្ចឹងបន្ទាប់ពីហ្នឹងហើយអ្នកដែលតំណាងរបស់ពូមីងឧទាហរណ៍ថាពូមីងឲ្យមិត្តភក្តិមកតំណាងគាត់ក៏មានសិទ្ធិសួរបន្ថែមបញ្ជាក់បន្ថែមអញ្ចឹងអ្នកដែលសួរហ្នឹងគឺគាត់សួរដើម្បីការពាររឿងក្តីរបស់មីងឧទាហរណ៍ថាគាត់សួរបន្ថែមថាតើអ្នកបានលើកឡើងថាអ្នកឈឺក្បាលវិលមុខតើឈឺក្បាលវិលមុខហ្នឹងមួយថ្ងៃកាត់ឡើងប្រហែលដងឬក៏មកតែធ្វើប្រហែលដងអញ្ចឹងទៅឬក៏អ្នកមានបញ្ហាភ្នែកអ្នកអាចបើកឡានបានហ្នឹងនិយាយរួមទៅគេសួរសំណួរហ្នឹងយ៉ាងម៉េចឲ្យបញ្ជាក់ថាយើងពិតជាមានលក្ខខណ្ឌសុខភាពបញ្ហាសុខភាពហ្នឹងដែលយើងពិតជាមិនអាចធ្វើការបានចាអញ្ចឹងបន្ទាប់ពីយើងសួរហើយគឺខាងអ្នក vocational expert គឺមានន័យថាអ្នកការវាតម្លៃផ្នែកការងារមួយចំនួនដែលយើងអាចធ្វើបាននៅក្នុងស្ថានភាពរបស់យើងអញ្ចឹងគេចៅក្រមក៏នឹងសួរហើយថាតាមរយៈស្ថានភាពជំងឺរបស់បេក្ខជននេះតើមានការងារអីខ្លះប្រភេទណាដែលនៅក្នុងប្រទេសអាមេរិកដែលគាត់អាចធ្វើបានអញ្ចឹងគេនឹងឲ្យឧទាហរណ៍មកជាច្រើនណែនាំដល់ចៅក្រមអញ្ចឹងគេសួរសំណួរហ្នឹងរួចហើយទៅយើងមិនចាំបាច់ឲ្យគេបកប្រែ